បងប្អូនទាំងអស់គ្នានេះគឺជាប្រអប់របស់ LS 211 microphone ដែលមាន echo នៅខាងលើតោះឥឡូវខ្ញុំធ្វើការ unbox ចឹងប្រអប់របស់ LS 211ស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាខ្ញុំបើកមកអូញាក់សាច់តោះដល់ខ្ញុំធ្លាប់តែ unbox ជាមួយនឹងថតតែ outdoor ទេលើកនេះខ្ញុំថត indoor ជូនបងប្អូនទាំងអស់គ្នាថាខាងក្នុងមានអីគេខ្លះ microphone ដែលមាន echo អញ្ចឹងបើយើងបើកមកមានប្រអប់មកមួយឈុតអញ្ចឹងនេះគឺជាអេប៉ុងបងប្អូនទាំងអស់គ្នាស៊ីនមកអញ្ចឹងមកยังមានតនហាច់ទេខ្សែសាកបងប្អូនទាំងអស់គ្នាដុំនេះគឺយើងអាចដោតបានគ្រប់បាសទាំងអស់បាសបងប្អូនឬក៏ speaker ដែលមានអត់ microphone អីបងប្អូនអាចដោតបានយើងដោតតជាមួយនេះទៅចូល speaker តូចអញ្ចឹងបងប្អូនមើលនៅក្នុង page ខ្ញុំមកឃើញខ្ញុំតេស្តជាមួយនឹងកូន speaker អញ្ចឹងដុំនេះដែរគឺយើងមាន Bluetooth ស្រាប់ជាមួយនឹងដុំផ្ទាល់តែម្ដងអញ្ចឹងដោតចូល speaker ទៅយើង connect ជាមួយនឹងដុំហ្នឹងទៅគឺលឺទាំងអស់រុន6លីយើងមានរុន6លីសម្រាប់ដោតចូលរុន microphone របស់បងប្អូនដែលមានរុនធំអញ្ចឹងយើងដោតអញ្ចឹងមកហើយយើងចុចបើកមកបងប្អូនចុចបើកចេញមកលោតចេះអូខេរុននេះយើងខ្សែនេះយើងសម្រាប់តជាមួយនឹង speaker ដោតចូលរុន AUX អញ្ចឹងដើម្បីយើងដោតចូលយើងដកដូចអញ្ចឹងយើងតចូលដូចកន្លែងនេះដោតចូលមកអញ្ចឹងណាបងប្អូនគ្នាហើយដោតចូល speaker របស់យើងទៅគឺលឺហើយអញ្ចឹងអត្ថប្រយោជន៍របស់ microphone LS 211នេះគឺអែមខ្លាំងមែនតើតម្លៃត្រឹមតែ$55បងប្អូនទាំងអស់គ្នាណាឥឡូវយើងចូលមកមើលទូឯកយើងក្បាលដៃកតុយដៃអញ្ចឹងជាប្រភេទក្បាលដៃកតុយដៃពុកម៉ែបងប្អូនទាំងអស់គ្នាណាហើយណែអែមខ្លាំងបងប្អូនអើយអែមដៃអត់មានសើមបន្តិចកាន់ដៃយើងបែកញើសដៃហ៎តោះឥឡូវខ្ញុំមកសង្ខេបផ្ទាល់ជាមួយនឹង LS 211នេះបងប្អូនកន្លែងនេះគឺជាប៊ូតុង echo កន្លែងនេះគឺតម្លើងតម្លាក់សលេង microphone កន្លែងនេះគឺកន្លែងតម្លើងតម្លាក់ channel ចឹង channel echo channel កន្លែងនេះហ្នឹងហើយកន្លែងនេះទៀតកន្លែងធ្វើឲ្យសលេងtreble សលេង bass ចឹង microphone នេះអែមខ្លាំងមែនតើហើយកន្លែងនេះជាប៊ូតុងបិទបើកចឹងពុកម៉ែបងប្អូនទាំងអស់គ្នារៀងប៉ុណ្ណេះស្អាតអញ្ចឹងហើយមានមុខងារច្រើនអញ្ចឹងតម្លៃត្រឹមតែ$55តែប៉ុណ្ណោះស្អាតរូបរាងប្រណិតបងប្អូនណាហើយ11មួយឈុតទៅមានអីនេះបងប្អូនណាមានប្រដាប់ត្រដៃនេះមួយគូជាមួយនឹង microphone ដែលមាន echo ហ្នឹងមួយគូរបស់យើងនេះដែរជាមួយនឹងខ្សែតចូល speaker មួយដុំដោតដុំ Bluetooth របស់ microphone ហ្នឹងមួយដែររុនតសម្រាប់តដោយ microphone រុនធំខ្សែសាកនេះបងប្អូនខ្សែសាកថ្ម microphone យើងថែមជូនទៅដែរចំនួន2គូអេប៉ុងសម្រាប់ដាក់លើក្បាល microphone បងប្អូនទាំងអស់គ្នាណាអេប៉ុងយ៉ាហើយនៅក្នុងហ្នឹងគឺមានសៀវភៅណែនាំបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនមិនបាច់ទៅមើលណែនាំទៀតក៏បានដែរងាយស្រួលណាពុកម៉ែបងប្អូនទាំងអស់គ្នា